ថ្ងៃនេះខ្ញុំបាទសូមណែនាំរថយន្តស៊េរីថ្មីមួយ model គឺ Maxus D60 ដែលផលិតក្នុងឆ្នាំ2025ជាប្រភេទ SUV ស៊េរីទំនើបដែលបងប្អូនមិនគួរមើលរំលងឡើយ Maxus D60 2025 នេះគឺជាប្រភេទ SUV លក្ខណៈគ្រួសារដែលមាន3ជួរ7កៅអីដែលមានការរចនាប្រណិតស្អាតផ្ដល់នូវផាសុកភាពអញ្ចឹងងាយស្រួលបំផុតសម្រាប់បងប្អូនដែលមានសមាជិកគ្រួសារច្រើនមិនថាបើកបរក្នុងទីក្រុងឬក៏ទៅតាមខេត្តឡើយផ្ដល់នូវផាសុកភាពនិងអារម្មណ៍នៃការបើកបរកាន់តែអស្ចារ្យហើយ Maxus គឺជាម៉ាកយីហោដែលមានប្រភពដើមពីចក្រភពអង់គ្លេសកំពុងតែឈានមុខគេក្នុងការផលិតយានយន្តជាពិសេសមានបច្ចេកវិទ្យាក៏ដូចជាប្រព័ន្ធសុវត្ថិភាពខ្ពស់មានប្រព័ន្ធដេរបញ្ឆេះពីចម្ងាយក៏ដូចជាទម្លាក់កញ្ចក់ដោយស្វ័យប្រវត្តិតែម្ដងអ្វីដែលកាន់តែពិសេសជាងនឹងទៅទៀតណាបងប្អូនគឺតម្លៃត្រឹមតែ$30,000ជាងតែប៉ុណ្ណោះប៉ុន្តែមុននឹងចូលទៅដល់ការធ្វើបទបង្ហាញលម្អិតសូមបងប្អូនទស្សនានៅវីដេអូបើកឆាកបន្តិចសិនដោយដែលខ្ញុំបានបង្ហាញពីខាងដើមអញ្ចឹងរថយន្តនេះតម្លៃតែ$30,000ជាងទេប៉ុន្តែមាន3ជួរ7កៅអីអ្វីដែលពិសេសគឺមានប្រព័ន្ធនិងមុខងារទំនើបជាច្រើនដូចជាប្រព័ន្ធដេរបញ្ឆេះពីចម្ងាយតាមរយៈកូនសោអញ្ចឹងឧបមាថាបងប្អូនទុកបាទរថយន្តនៅចោលយូរអញ្ចឹងវាក្តៅហើយអញ្ចឹងបើសិនបើបងប្អូនចង់ឲ្យរថយន្តត្រជាក់មុនយើងចូលក្នុងរថយន្តយើងអាចដេរបញ្ឆេះពីចម្ងាយបានហើយការដេរបញ្ឆេះគឺងាយស្រួលបំផុតគ្រាន់តែបងប្អូនចុច lock មួយហើយបន្ទាប់មកចុចសញ្ញាព្រួញខាងក្រោមនេះឲ្យចប់ប្រហែល 3-4 វិនាទីរថយន្តនឹងឆេះដោយស្វ័យប្រវត្តិឃើញទេបងប្អូនហើយបងប្អូនកុំភ័យនៅពេលដែលឆេះបងប្អូនតែងតែបារម្ភថាតិចមានអ្នកផ្សេងមកបើកយកអីវ៉ាន់ឬក៏បើកចូលក្នុងឡានយើងបើកអត់បានទេលុះត្រាតែយើង unlock រថយន្តមកតង់ទៀតទើបយើងអាចបើកចូលទៅក្នុងរថយន្តបានហើយប្រព័ន្ធពិសេសមួយទៀតគឺការទម្លាក់កញ្ចក់បាទពេលដែលយើងចតចោលហើយមានក្លិនក៏ដូចជាមានខ្យល់ក្តៅនៅក្នុងនេះបងប្អូនចង់ទម្លាក់កញ្ចក់ដើម្បីឲ្យខ្យល់ចេញឲ្យអស់មុនពេលបងប្អូនចូលក្នុងរថយន្តក៏បងប្អូនអាចធ្វើតាមរយៈកូនសោនេះបានផងដែរទី1បងប្អូនគ្រាន់តែចុច lock បាទទី2បងប្អូនចុច unlock នេះឲ្យចប់ប្រហែល 3-4 វិនាទីកញ្ចក់ទាំងអស់នឹងធ្លាក់ដោយស្វ័យប្រវត្តិឃើញទេបងប្អូនឃើញអត់ពិសេសខ្លាំងណាស់ហើយនៅពេលដែលយើងចង់បិទមកវិញក៏ស្រួលដែរបងប្អូនគ្រាន់តែចុច lock ឲ្យចប់កញ្ចក់ទាំងអស់នេះនឹងឡើងមកវិញដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងនេះគឺជាប្រព័ន្ធសំខាន់ដែលមាននៅលើ Maxus D60 ស៊េរីឆ្នាំ2025ចូលមកដល់ការរចនាវិញបងប្អូនគឺមានរូបរាងស្អាតជាពិសេសការរចនាមូលទ្រវែងដែលមើលទៅគឺទាន់សម័យទំនើបខ្លាំងមែនទែនជាពិសេសខ្ញុំចូលចិត្តជាមួយនឹងអក្សរ Maxusបញ្ជាក់ពី brand របស់គេជាមួយនឹងប៉ាណាខ្មៅរលោងដែលវាស៊ីគ្នាជាមួយនឹងអំពូលគុជក៏ដូចជា daytime running light នៅផ្នែកខាងលើនេះជាប្រភេទគុជទាំងអស់តែម្ដងបងប្អូនអញ្ចឹងពេលបើកបរនៅពេលយប់គឺភ្លឺច្បាស់ល្អជាពិសេសក៏មាន sensor ជំនួយក្នុងការចូលចតផងដែរបងប្អូនចំនួន2គ្រាប់ចំណែកឯក្រូមេពណ៌ទឹកប្រាក់នេះគឺស៊ីគ្នាជាមួយនឹង logo របស់ Maxus តែម្ដងឥឡូវយើងក្រឡេកមកមើលផ្នែកចំហៀងវិញបងប្អូនយ៉ាន់នេះគឺមានការរចនាពណ៌ខ្មៅហើយទំហំ19អ៊ីងអ្វីដែលពិសេសគឺបំពាក់ជាមួយនឹងសម្បកកង់ដែលមានគុណភាពកុងទីណុងតាល់តែម្ដងដែលសម្បកកង់នេះល្បីល្បាញយូរហើយក៏មានភាពរឹងមាំងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវដែរចំណែកឯត្រឡោកកញ្ចក់នេះវិញមានការ highlight ជាមួយនឹងពណ៌ខ្មៅជាមួយនឹងកាមេរ៉ាមួយគ្រាប់ជាប្រភេទកាមេរ៉ា360សញ្ញោចំនួន1ឆ្នោតហើយកញ្ចក់នេះក៏ក្តោបអូតូផងដែរហើយវាស៊ីគ្នាជាមួយនឹងស៊ុមពណ៌ខ្មៅជាមួយនឹងបាហ្គាបាទពណ៌ខ្មៅហើយបូករួមជាមួយនឹងឈ្នាន់ជើងដែលដាក់មកស្រាប់កន្លែងនេះ highlight ពណ៌ខ្មៅទៀតធ្វើឲ្យរថយន្តនេះកាន់តែមានលក្ខណៈ sport អញ្ចឹងឥឡូវយើងក្រឡេកទៅមើលផ្នែកខាងក្រោយទាំងអស់គ្នាចូលមកដល់ផ្នែកខាងក្រោយនេះយើងមានឃើញការរចនាមួយដែលស្អាតដែលមើលទៅគឺប្លែកខុសពីគេតែម្ដងគឺ stop នេះឯងបងប្អូន stop នេះ design ជាលក្ខណៈ crystal ប្រភេទ LED ហើយក៏ជាលក្ខណៈបន្ទាត់ដែរគឺទ្រវែងតែម្ដងមើលទៅគឺស្អាតសមរម្យតែម្ដងបូករួមជាមួយនឹងអក្សរ Maxus ក៏ដូចជា D60 Max ដែលជា brand របស់គេហើយខាងក្រោមនេះ highlight ជាមួយនឹងពណ៌ខ្មៅបូករួមជាមួយនឹងអក្សរពណ៌ខ្មៅទៀតមើលទៅកាន់តែ sport ងាកមកខាងក្រោមនេះវិញណាបងប្អូនគឺប្រើប្រាស់ជាមួយនឹងបំពង់ស៊ីម៉ាំងភ្លោះតែម្ដងបូករួមជាមួយនឹងក្រូមេពណ៌ទឹកប្រាក់មើលទៅកាន់តែប្រណិតថែមមួយកម្រិតទៀត
hai khang khối ní có miền sensor chủng nón 4 crop bao gồm chỉ môi nâng camera chủng nón 1 crop phong đài chủng pua cá ba cột cào rồi bỏ rod dân ní play copy kê mà giang đai bóng bồn kế đạn nơi ní rồi còn nơi ní phần tay rod dân ní cứ đạn nơi khang lớn ní nghe xua mà giang đai đầm bay chok đai từ ba cái nào bóng bồn hai co chia prophet cút ba ô tô phong đài cho mà đo này khẳng khăn với nhá bóng bồn tụi bay chia rod dân ní bay chua pram pi cả amen phần tay miền cả lái xóm rôm đầm bay đại van thưa đầm ná hai khẳng cào ní có miền ô bạc co mua chủng nuôn đôi chia bồng pong phần lót aki pay cà phê nở pe đài dương miền ô bát thì hạt xem rồi có chui sòng cua nẹp xem rồi sân ba miền ô bát thì hạt hai ca design khẳng khăn cứ product art ở lấy có mọi hạt pe dương cho từ mơ ca design khẳng khănจากออกนี่ok môn đằng cho từ đó cái chua khẳng mốc em xong bằng hai cái chua tí pi hai đằng chua tí bay sân cái này mình ca ra cho nó art mình tên mong ôn po khmai lia chỉ mỗi đằng po cherry cứ mơ tới về product có sras art chiang môn đài hai ca ra cho nó bài này cứ nghe sưu không càng cối chỉ bị xe mình nẹt đài phong đá mong ôn nên bây giờ dân thưa đầm ná dân ai tụm lẹ máu hay dân ai sùng rạ đài hai chẳng té dân ai đặt cao tắc rồi gọt cao cà phê bây giờ dân thưa đầm ná hai cái này mình là cái nắp pizza rong tha bản thân bà dân trong hàng phát đây chân nâng tích có dân ai cách ban đá nơi trong hiên này bà dân ai cách rồi có ai phải show của bàn này thời nhéបងប្អូនhai cả ai chua tí bấy cứ dân ai bọt bàn và sân ba dân men Ivan Chan rồi có dân thua đầm ná tại pram nẹt té khang khối này dân tục đại Ivan chẳng dân cách tới đầm bây dân đại Ivan tại và sân baបងប្អូន menสมาชิกច្រើនហើយចង់ជីគ្នា7ទៅ8នាក់បងប្អូនលើcả ai máu hai dân ai chi nơi khang khốiបើសិនemនៅទូចយើងជី2នាក់តែក្មេងៗយើងអាចជីបាន3នាក់ទៀតអញ្ចឹងលក្ខណៈពិសេសរបស់រថយន្ត3ជួរ7កៅអីគឺបែបហ្នឹងបានន័យថារថយន្ត3ជួរ7កៅអីយើងអាចធ្វើជា5កៅអីក៏បានប៉ុន្តែរថយន្ត5កៅអីយើងមិនអាចធ្វើជា7កៅអីបានទេនឹងលក្ខណៈពិសេសរបស់រថយន្ត7កៅអីហើយខ្ញុំកាន់តែចូលចិត្តទៅទៀតនៅពេលដែលដៃទ្វារនេះមាន carbon fiber ហើយកន្លែងបើកនេះបងប្អូនមាន chrome ក៏ដូចជាមានអារម្មណ៍ថាស្និទ្ធល្អពេលដែលយើងបើកទៅបងប្អូនមើលណាឃើញទេបងប្អូនមានអារម្មណ៍ថាស្និទ្ធល្អក៏ដូចជាហាប់ណែនផងដែរហើយមានជាមួយនឹងកន្លែងយើងបើកកញ្ចក់ជាប្រភេទអូតូសម្រាប់ Maxus D60 2025នេះមានអារម្មណ៍ថាមានផាសុខភាពមែនទែនបងប្អូនដោយសារតែកន្លែងខាងក្រោយនេះធំទូលាយល្អខ្ញុំ 1.8 ម៉ែត្រប៉ុន្តែខ្ញុំអាចសណ្ដូកជើងបានមកស្រួលក៏ដូចជាណែបងប្អូនឃើញអត់ហើយកៅអីជួរខាងមុខនេះក៏យើងអាចរុញទៅមុខរំកិលមកក្រោយតាមចំណង់ចំណូលចិត្តរបស់បងប្អូនផងដែរហើយការ design នេះគឺយកតាមបរិបទប្រទេសកម្ពុជាតែម្ដងជាពិសេសនៅខាងក្រោយនេះគឺមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយផងដែរដោយសារនៅកម្ពុជារបស់យើងមានអាកាសធាតុក្តៅដូចជាសម័យបច្ចុប្បន្ននេះគឺកំពុងតែក្តៅអញ្ចឹងម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយជួយដល់អ្នកខាងក្រោយកុំឲ្យក្តៅក៏ដូចជាយើងបើកមួយកម្មពីរកម្មគឺត្រជាក់ល្អមែនទែនក៏ដូចជាមានកន្លែងយើងសាកថ្មទូរស័ព្ទក៏ដូចជារុនកតុយបារីហើយកន្លែងយើងដាក់ទូរស័ព្ទឬក៏អីវ៉ាន់ផ្សេងផងដែរខាងក្រោយមានប៉ុណ្ណឹងជូនបងប្អូនឥឡូវយើងចូលទៅមើលផ្នែកខាងមុខកន្លែងតកង់ឡានបងប្អូននេះបងប្អូនផ្នែកខាងក្នុងគឺមើលទៅប្រណិតស្អាតមែនទែនហើយនេះបងប្អូនក៏មាន carbon fiber នៅកន្លែងនេះក៏ដូចជាកញ្ចក់អូតូទាំង4តែម្ដងហើយស្បែក cherry នេះមើលទៅកាន់តែប្រណិតឥឡូវយើងចូលមកផ្នែកខាងក្នុងតែម្ដងបងប្អូនអូខេបងប្អូនចូលមកដល់ផ្នែកខាងក្នុងមានរឿងត្រូវនិយាយច្រើនណាស់ជាពិសេសកៅអីនេះបងប្អូនកៅអីនេះគឺទុនងាយស្រួលក្នុងការអង្គុយមែនទែនហើយមានលក្ខណៈថាការ design គឺបែប sport ក្តោបដងខ្លួនយើងបានល្អជាពិសេសគឺប្រើប្រាស់ជាមួយនឹងកៅអីអូតូទាំងសងខាងតែម្ដងហើយកន្លែងនេះកន្លែងយើងសម្រាប់ដៃហ្នឹងក៏ជាស្បែកយើងបើកមកយើងអាចដាក់អីវ៉ាន់បានមានកន្លែងសាកថ្មដោយមិនបាច់ប្រើខ្សែកន្លែងដាក់កែវទឹកប្រាំងដៃអេឡិចត្រូនិកប្រព័ន្ធអូតូហូលកន្លែងបើកគូតក្រោយក៏ដូចជាប្រព័ន្ធផ្សេងទៀតចកើលេខរបស់គេបងប្អូន design មកស្អាតងាយស្រួលក្នុងការកាន់បើន័យថាស្និទ្ធដៃបានល្អដូចឈើច្រត់របស់យើងអញ្ចឹងហើយក៏លេខមកកន្លែងនេះវិញបងប្អូនគឺអេក្រង់កំសាន្តទំហំធំរហូតដល់10 inch យើងអាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ជាពិសេសមានកាមេរ៉ា360ដែលយើងអាចមើលមកជុំរថយន្តបាទឆ្វេងក៏បានស្ដាំក៏បានពីក្រោយក៏បានឬក៏យើងមើលមកជុំក៏បានដែរនេះឃើញទេបងប្អូនស្អាតខ្លាំងមែនទែនបាទហើយ design បញ្ឈរនៅចំកណ្ដាល center console នឹងតែម្ដងងាកមកអេក្រង់កុងទ័រនេះមានទំហំធំជាងអេក្រង់កំសាន្តនេះទៅទៀតមានទំហំរហូតទៅដល់ 12.3 inch ដែលយើងអាចមើលព័ត៌មានអំពីការបើកបរបានច្បាស់លាស់ល្អមែនទែនហើយក្នុងនឹងក៏មានប្រព័ន្ធផ្សេងដូចជាប្រព័ន្ធវាស់សម្ពាធខ្យល់របស់កង់ទាំង4កុងទ័រលបឿនកុងទ័រសាំងអីផ្សេងហ្នឹងគឺមាននៅក្នុងនេះមកចប់តែម្ដង
ក្រឡេកមកមើលចង្កូតវិញ design បែបអក្សរ D ងាយស្រួលក្នុងការបង្វិលក៏ដូចជាធូរបងប្អូនដោយសារតែចង្កូតនេះប្រើប្រភេទ electronic ហើយងាយស្រួលក្នុងការបត់បែនក៏ដូចជាកាច់បង្វិលខ្ញុំប្រើតែដៃមួយបានមួយអែមអញ្ចឹងចំពោះនារីអីងាយស្រួលក្នុងការបើកបរក៏ដូចជាមានប៊ូតុងជាច្រើននៅលើនេះដើម្បីចុចបញ្ជាទៅលើប្រព័ន្ធផ្សេងប្រព័ន្ធ adaptive cruise control អីក៏នៅលើនេះផងដែរយើងអាចសិតនៅលើនេះបានដោយឡែកផ្នែកខាងលើនេះគឺមានដំបូលដែលអាចបិទបើកបានពីល្វែងខាងមុខដល់ល្វែងខាងក្រោយតែម្ដងមានភ្លើងបាទហើយកន្លែងនេះក៏មានកញ្ចក់ក៏ដូចជាភ្លើងបំភ្លឺនៅពេលដែលប្រពន្ធយើងឬក៏សង្សារយើងឆ្លោះកញ្ចក់លាបក្រែមលាបអីអញ្ចឹងណាផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរផងដែរឥឡូវយើងចូលទៅដល់ម៉ាឡុកម៉ាស៊ីនទាំងអស់គ្នាចំពោះរថយន្ត Maxus D60 នេះបានប្រើប្រាស់ជាមួយនឹងម៉ាស៊ីនសាំង 1.5 Turbo ដែលអាចផលិតកម្លាំងបានរហូតទៅដល់170 horsepower និងកម្លាំងរមុល250 Nm បំពាក់ជាមួយនឹងប្រអប់លេខ7វគ្គ DCT ដែលជាប្រអប់លេខប្រភេទអូតូតែម្ដងបងប្អូនហើយកម្រិតនៃការស៊ីសាំងវិញត្រឹមតែ7ទៅ8លីត្រតែប៉ុណ្ណោះក្នុងរយៈចម្ងាយ100 គីឡូម៉ែត្រអញ្ចឹងរថយន្តធំបែបនេះ7 kA បែបនេះហើយកម្រិតស៊ីសាំងត្រឹមតែ7លីត្រខ្ញុំគិតថាគឺសន្សំសំចៃមួយហើយក្នុងពេលបច្ចុប្បន្នសម្រាប់រថយន្តស៊េរីថ្មីរបស់ Maxus នេះសម្រាប់អារម្មណ៍នៃការបើកបរខ្ញុំមានអារម្មណ៍ថារថយន្តនេះគឺស្ងាត់ល្អមែនទែនបងប្អូននៅពេលដែលយើងបើកបរអត់សូវមានសំឡេងរំខានអីចូលពីខាងក្រៅមកទេដៃចង្កូតវិញក៏មានភាពធូររលុងក្នុងការបើកបរដែរដោយសារតែបានបំពាក់ជាមួយនឹងចង្កូត electronic អញ្ចឹងស្រីក៏ងាយស្រួលក្នុងការបើកបរផងដែរហើយចំពោះរថយន្តស៊េរីថ្មីនេះមានប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជាប្រព័ន្ធកាមេរ៉ា360 degree ប្រព័ន្ធ blind spot monitor មានប្រព័ន្ធ adaptive cruise control ប្រព័ន្ធ ABS ប្រព័ន្ធ EBD ហើយនិងប្រព័ន្ធសុវត្ថិភាពផ្សេងទៀតដែលចាំបាច់សម្រាប់ការបើកបរប្រចាំថ្ងៃអញ្ចឹងខ្ញុំគិតថារថយន្តស៊េរីថ្មីនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនដែលមានសមាជិកគ្រួសារ5ទៅ7នាក់ភាសាជា SUV 7 កៅអីអញ្ចឹងវាធំវាទូលាយក៏ដូចជាមានកន្លែងសម្រាប់យើងអង្គុយច្រើនសូមជម្រាបបងប្អូនផងដែរថារថយន្ត Maxus D60 2025 នេះមានការធានារហូតដល់5ឆ្នាំឬ 100,000 គីឡូអ្វីដែលកាន់តែពិសេស Maxus ក៏មានមជ្ឈមណ្ឌលថែទាំ4សាខាដែរគឺនៅភ្នំពេញនៅទឹកថ្លានេះឯងហើយនៅផ្លូវ60ម៉ែត្រនៅខេត្តសៀមរាបនិងបាត់ដំបងអញ្ចឹងប្រសិនបើបងប្អូនពេញចិត្តរថយន្តស៊េរីថ្មីនេះអាចទំនាក់ទំនង Maxus Cambodia ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដូចមានបង្ហាញនៅលើអេក្រង់ជាចុងក្រោយខ្ញុំបាទស្ថាបនិកកាក់ Channel សូមគោរពអរគុណនិងសូមគោរពលា